សួស្តីបងប្អូនសូមធ្វើការបង្ហាញរបៀប add font ខ្មែរ Unicode នៅក្នុងGoogle Sheet បាទ Google Sheet ឬ Google Doc ឥឡូវឧទាហរណ៍ថាក្នុងវាយខ្មែរ Unicode ឧទាហរណ៍ថា LR ពុសនាមនិងនាមភេទអាយុអូខេថ្ងៃខែឆ្នាំកំណើតឬក៏ទីកន្លែងកំណើតទីកន្លែងបច្ចុប្បន្នបាទឧទាហរណ៍ចឹងនៅក្នុងនេះយើងអាច select ទាំងអស់ក៏បានយើងអាច select តែ row របស់យើងក៏បានអញ្ចឹងយើងចុចទៅលើកន្លែង default នេះហើយយកពាក្យថា add more font ក៏មកយើងរងចាំហើយកន្លែងនេះគឺយើងជ្រើសរើស scroll រកពាក្យថាខ្មែរបាទនេះគឺជាពុម្ពអក្សរខ្មែរហើយបងប្អូនធ្វើការ select ទាំងអស់ហ្នឹងមកបាទ select ទាំងអស់ហ្នឹងមកselect ទាំងអស់ហ្នឹងមកយើងក៏មកយើងបន្ទាប់ពី select ហើយយើងចុចប៊ូតុងដាំបាទអញ្ចឹងយើងអាចជ្រើសរើសបានហើយនេះខ្មែរបាទខ្មែរបាត់ដំបងឬក៏ខ្មែរណូតូសានបាទនេះអញ្ចឹងគឺយើងអាចដូរ font ខ្មែរ Unicode បានហើយទី2នេះកន្លែងនេះគឺយើងត្រូវការដាក់ center បាទបងប្អូនអាច select ទៅកន្លែងនេះដាក់ center មកហើយពណ៌អក្សរយើងជ្រើសរើសមកយើងចង់បានពណ៌អីយើងដូរពណ៌ហ្នឹងមកបាទហើយពាក់ព័ន្ធជាមួយនឹងfield យើងអាចជ្រើសរើស field ណាដែលយើងចង់ដាក់បាទនេះហើយមួយទៀតពាក់ព័ន្ធជាមួយនឹងលេខរៀងយើងអាចកន្លែងនេះយើងអាចវាយកូដក៏បានដែរសញ្ញាស្មើមកសញ្ញាស្មើហើយ Squin បាទ Squin តទៅមកយើងចង់វាយចំនួន row ឧទាហរណ៍ថាខ្ញុំចង់បាន25 row អញ្ចឹងយើងវាយ25 row មកហើយយើងបិទមុខចូល enter អញ្ចឹងគឺវាឲ្យអូតូនេះ25 row ហ្នឹងគឺ number ហ្នឹងជា series ហ្មងបាទនេះឃើញទេបាទអូខេហើយយើងអាច select ឲ្យយើងអាចដាក់ table មកចប់នេះវីដេអូនេះតែប៉ុណ្្នឹង